nơi khang nóng bóng ổn tu với nhá đôi pram rồi chặt chẳng bà dây pi tu cái lên tu báo nó từ nớp nó bà bây giờ nó lưỡi cúp dương lên lan từ nớp bay lên ổ cả tum rồi dương lên ai ta nơi khang bóng ổn khang sọc bò bò của vùng chân năng từ lên sạp nó cứ cái lên tu và tu cái đôi sợi đây đôi pram rồi chặt đấy chẳng bóng ổn thèm mấy xa dục đi nhỏ bạn để kế anh em thử từ bằng từ lên sạp bằng bẹt mìนั่งไงบางวันนี้ดีชีวิตโอ้ได้ยมเติบบังทะเลสาบมวยบางแปลงมีปัจจัยยมจองเพียบทางมายมนั่นคือยมมาบานเด็กเต๋มาตั้งปิดเปลือกเราหอบมาดอกสมานนั่งให้อะไรนี่ยมมาดอกตรางบานอะไรตรางบานใครที่เราได้บอกกอดให้บางคนเคยจะยมคุยจำกอดจอกล้างด่าเตอด่าเมาดูมันสกูตจังกอดแผลยมท่าสบันเห็นมองผมมวยเปลือกถือมาจะดอกตรางใครที่เราได้ให้ยมไม่ได้นะบางคนเอาได้ที่ได้ลูกหัวจำกอดgiờ này ao nhom chăm này phun này bật lại nè cạp nhom mong cũng mua lấy mong mà này nhom chăm là nọ chăm là te là không thấy mua xa thì rơm không thấy được không làm thế mấy dứt bay luôn bài trong một top pc bị tranh cầm hàng máu và cái mặt đỏ của phần và tay mong chụp làm buồn bóng phổ này hay miền tầng bị chôn chụp bỏ tê miền tầng bị bà crom etami hay miền bảng bóng lọt cha khang xì miệp ấy nắng bóng đang score xẻ bay hay đi không mỏi chụp tên á ca nhóm tới cái vùng chân năng từ thời đây tới tới cho với tình nữ mà này chứ bên này bên PT cho đấy năng ấy và này bóng phổ ba Italy nè con nè đại là bay là mọi nè lấy mưa bỏ bong lót cha xin nghiệp và lấy miền sa kha môi nơi này lấy bay cái nắng chân lót cha này từ lấy xa mẹ lấy cha này từ lấy xa phải oi bỏ tay nhá mẹ cho không ai rồi này cái tí ba này khơi bật gạo gì khơi bật mấy không lướt camera lộn núng cái này sẽ bắt chân ra là bàn từ đầm nạc cầm sam từ ba từ lấy xa nên là ba đâu បាទចឹងបងប្អូនបន្តពីខ្ញុំរងចាំគាត់អស់រយៈពេលជាច្រើនម៉ោងមកយប់ទល់ភ្លឺក៏យើងម៉ោង10យើងចេញតាណាទៅហើយម៉ោង11ក៏យើងមកដល់ទីតាំងដែលយើងត្រូវចុះទូកបងប្អូនហើយនេះគឺកន្លែងទីតាំងអស់នេះគឺគេហៅថាតំបន់ស្រុកបរិបូរបងប្អូនប៉ុន្តែទៅម្ដុំខាងផាត់សដាយប៉ុន្តែពេលដែលយើងធ្វើដំណើរទៅបងប្អូនយើងទៅដល់កន្លែងទីតាំងគឺយើងជិះទូកទេបាទយើងអាចថ្មើរជើងទៅបានទេបាទឥឡូវនេះប្រាំងមីគាត់កំពុងរៀបរាប់ពីគេហៅថាលក្ខណៈពិសេសនៃតំបន់ហ្នឹងបងប្អូនឃើញស្រាប់ហើយនេះវិជាលពៅផ្លែឈើអីផ្សេងហ្នឹងគឺបងប្អូនខាងវិជានេសាទរបស់យើងនៅខាងទឹកដីនៅខាងខេត្តកំពង់ឆ្នាំងស្រុកបរិបូរណ៍គឺគាត់ដាំបានហើយនេះយើងឃើញហើយបាទនៅខាងនោះបងប្អូនទូកវិញដូច500ចិត្តចឹងបាទនិយាយពីទូកគេលេងទូកប្រោយនឹងទៅនើបណាបាទបើយើងនៅលើគោកយើងលេងឡានទៅនើបឲ្យលេងអូកតុំរុយយើងលេងអីតែនៅខាងបងប្អូនខាងស្រុកបរិបូរកំពង់ឆ្នាំងទលេសាបហ្នឹងគឺគេលេងទូកបាទទូកគេដូចស្ដេះដូច500ចិត្តអីចឹងបងប្អូនបាទឥឡូវយើងធ្វើដំណើរទៀតអីដោយសារកផ្លោកច្រើនយើងក៏មកដល់ទីតាំងដែលយើងត្រូវបោះតង់បងហើយនិយាយដល់ឥឡូវនេះចង់អ៊ូលមិនហ៎ចុកហើយយើងខំបានទៅដល់cái đấy xong khâm hải chi nè phụ nhân làm bay nào tay chú đó cái lại sầm rạ hơi dục nâng từ hai chơi thử sầm rạ nên là ấy kinh choan tí mỏng bà nhom hai kinh choan tí bà choan tí cái đây choan tí muối địch tới nhom choan tí choan tí lang ra này bà choan tí ní choan tí bấy chồng បាទចឹងចាញ់បងពាក់មីអីគាត់ថាដើរមកទលេសាបងប្អូនឲ្យសប្បាយណាស់មើលព្រៃព្រឹក្សាធម្មជាតិប៉ុន្តែបើយើងនិយាយអស់ទៅបងប្អូនហើយពិបាកកន្លែងគេអញ្ចឹងត្រូវគេកន្លែងនេះអត់មានបន្ទប់ទឹកអត់មានទឹកស្អាតអត់មានអីទាំងអស់មានន័យថាយើងធ្វើខ្លួនបែបគេហៅថា adventure បងប្អូនបាទ adventure មិនបែបបងប្អូនមើលទឹកបាទទឹកទលេពេលដែលរីងទៅគឺល្អបែបហ្នឹងបាទល្អខ្វល់តែម្ដងហើយឥឡូវនេះយើងចេញទៅរកត្រីបាទយើងចេញទៅរកត្រីហើយប្រជានេសាទបងប្អូននៅក្នុងគឺគេហៅថាតំបន់ដែលគេអភិរក្សប៉ុន្តែពេលដែលយើងទៅរកហ្នឹងយើងមិនមែនរកឡើយអភិរក្សបងប្អូនយើងទៅហួសនឹងទៀតកន្លែងដែលបងប្អូនខាងកងកម្លាំងគាត់បើកឲ្យប្រជាពលរដ្ឋយើងរកហើយនេះគឺត្រីដែលយើងរកបានបងប្អូនបាទនេះគឺបងគាត់ទៅដាក់មងបងសំណាញ់អីចឹងទៅបានត្រីច្រើនប៉ុន្តែសិតតែត្រីធម្មជាតិទាំងអស់បងប្អូនហើយសុបោមែនតែនបាទបងប្អូនយើងដែលគាត់ជានេសាទហ្នឹងគឺគាត់នេសាទបានច្រើនណាបាទប៉ុន្តែគាត់ថាសម្រាប់កន្លែងទីតាំងគេអភិរក្សគឺគេអភិរក្សពិតមែនបាទកន្លែងនេះគឺបងប្អូនយើងដែលជានេសាទឡាបើខ្ញុំនិយាយអស់ទៅបងប្អូន
កន្លែងនេះយើងលួចទិញគេខ្លះទេយេឥឡូវនេះបងពាំងមីកំពុងតែបរៀនបជនបរទេសឲ្យហូបគុយ គុយគឺជាប្រភេទ wash on the on the tree trees yeah ហើយតែពូឡើយ បាទអញ្ចឹងបន្ទាប់មកយើងក៏ចាប់ផ្ដើមជៀនឆាប៉ុន្តែពេលដែលជៀនឆាក៏មិនភ្លេចដែរ gain ស្បឺនកំប៉ុងបដ ாய் នេះតិចបងប្អូនខ្ញុំទៅដល់ណាអញ្ចឹងខ្ញុំតែងតែដាក់ទៅមួយយួរពីរយួរហ្នឹងទៅដល់តាមមិនអញ្ចឹងខ្មោចជប់ទៅដើមផឹកបាទអត់បានទេអានោះបងប្អូនហើយឲ្យតែខ្ញុំមាន gain ស្បឺនក្នុងដៃហ្នឹងអានោះគឺថាដើមតែម្ដងអូខេអញ្ចឹងវីដេអូហ្នឹងក៏មិនមានអីច្រើនទេបងប្អូនប៉ុន្តែខ្ញុំចង់ប្រាប់ថាបើសិនជាបងប្អូនទៅដល់ខេត្ត ឬក៏ទៅដល់តំបន់ដាច់ស្រយាលកុំភ្លេចដាក់អីហូបទៅផងបងប្អូនអើយក៏ព្រោះថាពេលយប់ប្រលប់ឡើងខ្លាចហេវបាទមានម៉ាតអត់មានអីទេនៅនោះបាទជាទូទៅដូចចកថាចាញ់បោកនេះក្តីហ្នឹងគឺដូចខ្ញុំអញ្ចឹងបាទខ្ញុំចាញ់បោកពាំងមីគឺថា 100% ហើយនឹងទាំងស្រុងតែម្ដងបាទគាត់សប្បាយហ៎បាទគាត់សប្បាយរកត្រីគាត់សប្បាយលេងទឹកគាត់សប្បាយនេះសប្បាយនោះតែខ្ញុំអត់បានសប្បាយជាមួយទេបងប្អូនហើយបបាក់កន្លែងបត់ដៃបបាក់កន្លែងបត់ជើងដោយសារអីនៅកណ្ដាលទន្លេសាបតែម្ដងបាទកណ្ដាលទន្លេសាបតែម្ដងមកវីដេអូហ្នឹងគឺមានតែប៉ុណ្្នឹងមកផ្ដាំជូនអ្នកដែលគាត់ចង់ទៅជាមួយបងពាំងមីជាពិសេសក្រុមការីកបដៅហ្នឹងបើសិនជាឃើញបែបអញ្ចឹងកុំជ្រួលជ្រើមមកវីដេអូនេះសិតតែសំដែងទេមកមើលអត់មានខ្លះមានខ្លះធំនឹងទៀតមើលអ៊ំដូចអត់បានទៀតងឹបខាត់បងប្អូននេះនេះដើមច្រាំងហ្មងហើយនេះទឹកខួនដែកបងប្អូនយើងអត់ដឹងធ្វើម៉េចទេបើយើងមកដល់ដាច់យ៉ាយើងត្រូវតែបង្ខំចិត្តមួយមកពិសោធន៍ជីវិតមកពិសោធន៍ជីវិតអញ្ចឹងមិនអាណិតខ្ញុំទេទុកខ្ញុំអាណិតខ្លួនឯងកាន់7អើយ